ខ្ញុំប្រកាសណាខ្ញុំបាទតាំងសង្ហាសូមថ្វាយបង្គំព្រះតេជគុណគ្រប់ព្រះអង្គនិងសូមជម្រាបសួរដល់លោកតាលោកយាយពូមីងបងប្អូនកូនក្មួយយើងជាទីគោរពនិងរាប់អានករណីបាទថ្ងៃនេះយើងនឹងលើកជួរសម្លម្ជូរពីនីរបស់ខ្មែរយើងគឺជាមុខម្ហូបប្រជាប្រិយនិងជាអត្តសញ្ញាណយ៉ាងសំខាន់មួយក្នុងវិស័យកសិកម្មជាម្ហូបអាហាររបស់ខ្មែរដែលមានរសជាតិជូរអែមស្រស់ស្រាយនិងជួយកាត់បន្ថយការទ្រលន់បានយ៉ាងល្អករណីបតិជគុណលោកតាលោកយាយភូមិនៅមានឈ្មោះមួយទៀតគឺនៅស្រុកខ្មែរកណ្ដាលយើងតែងតែហៅសម្លម្ជូរយួនមួយមុខនេះហើយខ្ញុំករណីខ្ញុំបាទអត្ថបាយតាមក្រោយបន្តមកខ្ញុំសូមរៀបរាប់ទៅសម្លម្ជូរខ្មែរមានប៉ុន្មានប្រភេទហើយមានឈ្មោះអ្វីខ្លះករណីបាទសម្លម្ជូរខ្មែរមានច្រើនប្រភេទនិងច្រើនបែបយ៉ាងដោយសារប្រជាជនខ្មែរនិយមច្នៃប្រឌិតមុខម្ហូបទៅតាមរដូវកាលតំបន់ភូមិភាគគ្រឿងជូរដែលមាននៅជុំវិញខ្លួននិងប្រភេទសាច់ជាទូទៅគេអាចបែងចែកសម្លម្ជូរខ្មែរជា4ក្រុមធំទី1បែងចែកតាមគ្រឿងជូរឬជាតិជូរម្ជូរអំពិលទុំអំពិលខ្ចីសម្លម្ជូរគ្រឿងម្ជូរស្រែសម្លស្វាយខ្ចីសម្លសណ្ដានសម្លម្ជូរស្វាយម្ជូរសណ្ដានម្ជូរអំពិលទឹកម្ជូរអំពិលទឹកត្រីអាំងម្ជូរស្លឹកត្រមងស្លឹកថ្នឹងស្លឹកកន្ទួតស្លឹកអំពិលខ្ចីម្ជូរកសាំងម្ជូរម្កាក់សម្លម្ជូរក្រសាំងម្ជូរត្រឡាចម្ជូរម្នាស់ម្ជូរត្រកួនទី2បែងចែកតាមប្រភេទសម្លដែលគេស្គាល់ច្រើនជាងគេគឺសម្លម្ជូរគ្រឿងសាច់គោសាច់ជ្រូកប្រើគ្រឿងបុករំដេងគល់ស្លឹកគ្រៃរមៀតស្លឹកក្រូចសើចខ្ទឹមសខ្ទឹមក្រហមជាមួយប្រហុកស្លឹកអំពិលខ្ចីឬអំពិលទុំនិងត្រកួនសម្លម្ជូរស្រែសម្លម្ជូរស្រែស្រាលនិយមដាំជាមួយត្រីអាំងត្រីស្រស់ឬសាច់មាន់ត្រីចង្វាកំពឹសដាក់បន្លែស្រែដូចជាត្រកួនប្រលិតផ្កាស្នោផ្កាអង្កេះដីដំចេកនិងស្លឹកកញ្ឆែតសម្លម្ជូរព្រឿងស្រដៀងម្ជូរគ្រឿងតែមានបន្ថែមដូងទុំឬគ្រឿងបុកក្បាលដូងនិងបន្លែច្រើនមុខដូចជាល្ពៅត្រឡាចនិងននងសម្លម្ជូរក្តាមម្ជូរក្តាមស្រែយួរសាច់ក្តាមបុកយួរទឹកមកស្លជាមួយល្ពៅឬបន្លែចម្រុះនិងម្ជូរអំពិលស្លឹកអំពិលសម្លម្ជូរកកូឬហៅថាម្ជូរព្រៃសម្លម្ជូរដែលមានរសជាតិព្រំនិងក្លិនឈ្ងុយខ្លាំងនិយមស្លទៅតាមស្រុកស្រែឬតំបន់ព្រៃករណីបតិជគុណលោកតាលោកយាយពូមីងបងប្អូនកូនក្មួយខ្ញុំសូមបញ្ជាក់មុខម្ហូបពីរដែលពូមីងបងប្អូនកូនក្មួយយើងបាត់តែងតែច្រឡំជាសម្លម្ជូរគ្រឿងសម្លនោះគឺមានឈ្មោះថាសម្លម្ជូរគ្រឿងនិងសម្លម្ជូរកកូឬហៅថាម្ជូរព្រៃករណីបាទនៅទីនេះខ្ញុំសូមបញ្ជាក់មុខម្ហូបពីរដែលពូមីងឬបងប្អូនគាត់ច្រឡំថាជាសម្លម្ជូរគ្រឿងនោះគឺទី1សម្លម្ជូរព្រឿងតាមពិតទៅគឺជាសម្លម្ជូរគ្រឿងប្រភេទពិសេសមួយបែបដែលមានលក្ខណៈខុសពីសម្លម្ជូរគ្រឿងធម្មតាបន្តិចលក្ខណៈពិសេសនោះសម្លម្ជូរព្រឿងនោះគឺមានបន្ថែមខ្ទិះដូងឬក្បាលដូងសម្លម្ជូរគ្រឿងជាទូទៅអត់មានប្រើខ្ទិះដូងទេទឹកថ្លាខាត់ដោយសារគ្រឿងបុកប៉ុន្តែម្ជូរព្រឿងគេយកខ្ទិះដូងឬក្បាលដូងបន្តិចទៅរំលេចជាមួយគ្រឿងបុកឲ្យចេញប្រេងឈ្ងុយនិងមានជាតិស៊ុបខាប់បន្តិច
បន្លែចម្រុះច្រើនមុខមិនមែនដាក់តែត្រកួនឬស្លឹកអំពិលដូចម្ជូរគ្រឿងទូទៅទេតែគេនិយមដាក់បន្លែសាច់ខាប់ដូចជាលពៅត្រឡាចននងសណ្តែកគួរឬត្រប់ចូលគ្នាច្រើនមុខស្រដៀងនឹងបន្លែសម្លកកូររសជាតិវិញមានរសជាតិជូរអែមនិងមានជាតិខ្ទិះឡំក្រអូបឈ្ងុយគ្រឿងបុកខ្លាំងគេនិយមស្លជាមួយសាច់ជ្រូកសាច់បីជាន់ឆ្អឹងចំណីឬសាច់តែសាច់មាន់ទី2គឺសម្លម្ជូរកកូរឬគេហៅថាម្ជូរព្រីសម្លម្ជូរកកូរឬអ្នកស្រុកខ្លះហៅថាម្ជូរព្រីម្ជូរបុកអង្ករលីងគឺជាការលើយបញ្ចូលគ្នារវាងសម្លកកូរនិងសម្លម្ជូរសម្លនេះមានលក្ខណៈពិសេសត្រង់ថាវាប្រើប្រាស់អង្ករលីងដែលជាបេះដូងនៃសម្លកកូរពីដើមដើម្បីឲ្យទឹកសម្លមានជាតិខាប់និងក្រអូបឈ្ងុយប៉ុន្តែបន្ថែមជាតិជូរពីស្លឹកអំពិលខ្ចីអំពិលទុំឬស្លឹកត្រមួងព្រមទាំងគ្រឿងបុកនិងប្រហុកដើម្បីបង្កើតបានជាជាតិជូរឈ្ងុយព្រំនិងខាប់ឆ្ងាញ់ប្លែកពីសម្លម្ជូរទូទៅតែសម័យបច្ចុប្បន្នមិនសូវឃើញគេដាក់អង្ករលីងទៀតទេគ្រឿងផ្សំសាច់មាន់ស្រែសាច់តែសាច់ជ្រូកឆ្អឹងចំណីឬត្រីស្រែអង្ករលីងប្រហុកគ្រឿងបុកកលស្លឹកគ្រីរំដេងរមៀតស្លឹកក្រូចសើចខ្ទឹមសខ្ទឹមក្រហមជាតិជូរស្លឹកអំពិលខ្ចីឬទឹកអំពិលទុំឬស្លឹកត្រមួងស្លឹកថ្នាំងបន្លែលពៅខ្ចីត្រឡាចននងសណ្តែកគួរត្រប់ឬស្លឹកម្រះពៅស្លឹកបាសគ្រឿងទេសអំបិលស្ករត្នោតទឹកត្រីប្រជាជនលោកតាលោកយាយពូមីងបងប្អូនសម្លម្ជូរខ្មែរមិនមែនរបៀបធ្វើនិងគ្រឿងផ្សំដូចជាបេះបិទនៅគ្រប់កន្លែងនោះទេគឺមានការប្រែប្រួលនិងលក្ខណៈសម្គាល់ទៅតាមខេត្តនិងតំបន់ភូមិភាគយ៉ាងច្បាស់លាស់បន្ទាប់មកយើងនឹងលើកយកភូមិភាគមួយចំនួនដែលសម្គាល់មុខម្ហូបខុសគ្នាមូលហេតុចម្បងដែលនាំឲ្យសម្លម្ជូរខ្មែរតាមតំបន់មានលក្ខណៈខុសៗគ្នាគឺអាស្រ័យលើភូមិសាស្ត្រនិងទិន្នផលធម្មជាតិក្នុងស្រុកបន្លែសាច់គ្រឿងជូរនិងទម្លាប់ហូបចុករបស់ប្រជាជននៅតំបន់នោះទី1ភាពខុសគ្នាតំបន់និងខេត្តឧទាហរណ៍ជាក់ស្ដែងភូមិភាគបាត់ដំបងនិងសៀមរាបតំបន់បឹងទន្លេសាបលក្ខណៈពិសេសនោះសម្បូរត្រីទឹកសាបនិងប្រហុកឆ្ងាញ់របៀបធ្វើគ្រឿងនិយមប្រើត្រីស្រស់ត្រីរស់ត្រីស្ដោត្រីកែតធ្វើជាសម្លម្ជូរស្រែឬម្ជូរគ្រឿងជាតិជូរភាគច្រើនបានមកពីស្លឹកអំពិលខ្ចីដើមអំពិលទឹកស្វាយខ្ចីឬសណ្ដានរសជាតិនៃសម្លម្ជូរនៅតំបន់នេះច្រើនតែដិតឈ្ងុយប្រហុកនិងមានជាតិជូរស្រឡះភូមិភាគឦសានរតនគិរីមណ្ឌលគិរីនិងស្ទឹងត្រែងលក្ខណៈពិសេសជាតំបន់ព្រៃភ្នំនិងសម្បូររសជាតិព្រៃរបៀបធ្វើគ្រឿងនិយមប្រើសម្លម្ជូរព្រៃឬម្ជូររសជាតិដោយប្រើសាច់សាតស្លាប់មាន់ព្រៃតែឬសាច់ជ្រូកព្រៃជាតិជូរគេច្រើនប្រើស្លឹកត្រមួងស្លឹកថ្នាំងស្លឹកក្រសាំងឬផ្លែម្កាក់ព្រៃសម្លម្ជូរនៅតំបន់នេះច្រើនតែមិនសូវប្រើប្រហុកច្រើនទេតែថែមម្ទេសបុកឬរំដេងច្រើនឲ្យមានរសជាតិហឹរនិងឈ្ងុយប្រាំងខេត្តកោះកុងនិងតំបន់ឆ្នេរកំពតកែបព្រះសីហនុលក្ខណៈពិសេសនោះសម្បូរគ្រឿងសមុទ្ររបៀបធ្វើគ្រឿងសម្លម្ជូរនៅទីនេះនិយមស្លជាមួយគ្រឿងសមុទ្រមឹកបង្គាត្រីសមុទ្រក្តាមឬហៅថាម្ជូរគ្រឿងសមុទ្រ
ជាតិជូរច្រើនប្រើទឹកអំពិលទុំផ្លែម្កាក់ឬម្នាស់ដោយគេបន្ថែមស្លឹកកញ្ឆែតជីរណាដើម្បីបំបត្តិក្លិនឆ្អាសនៃគ្រឿងសមុទ្រនៅខេត្តតាកែវនិងកំពង់ស្ពឺនោះឯវិញលក្ខណៈពិសេសសម្បូរដើមត្នោតនិងស្រែចម្ការរបៀបធ្វើគ្រឿងនិយមស្លសម្លម្ជូរត្នោតប្រើផ្លែត្នោតខ្ចីឬក្បាលត្នោតឬម្ជូរក្រសាំងស្លជាមួយត្រីអាំងឬសាច់ជ្រូករសជាតិច្រើនតែមានជាតិផ្អែមឡែមដោយសារស្ករត្នោតស្រស់ជំនួសស្ករសចំណុចដូចគ្នាអត្តសញ្ញាណរួមនៃសម្លម្ជូរខ្មែរទោះបីជាតាមខេត្តតំបន់ច្នៃប្រឌិតខុសគ្នាយ៉ាងណាក៏ដោយក៏សម្លម្ជូរខ្មែរទាំងអស់នៅតែមានចំណុចរួមនៃមុខម្ហូបដូចជាជាតិជូរបានពីធម្មជាតិខ្មែរមិននិយមប្រើទឹកខាសឬអាស៊ីតសិប្បនិមិត្តទេគឺប្រើតែរសជាតិផ្លែឈើជូរអំពិលស្វាយក្រសាំងសណ្ដានស្លឹកត្រមួងធម្មជាតិគ្រឿងក្លិនខ្មែរស្ទើរតែគ្រប់តំបន់តែងតែមានប្រហុកតិចឬច្រើននិងគល់ស្លឹកគ្រៃរំដេងដើម្បីបង្កើតក្លិនឈ្ងុយជាអត្តសញ្ញាណគោលបំណងនៃរសជាតិគឺត្រូវតែមានជាតិជូរនាំមុខតាមដោយជាតិប្រៃនិងផ្អែមឡែមចុងអណ្ដាតដើម្បីហូបបាយអស់ច្រើននិងបាត់ត្រលន់សរុបមករូបបន្តសម្លម្ជូរខ្មែរមានការប្រែប្រួលតាមខេត្តនិងតំបន់ដែលនេះហើយជាសិល្បៈនៃការច្នៃប្រឌិតម្ហូបអាហារតាមធនធានធម្មជាតិរបស់បុព្វបុរសខ្មែរករុណាប្រទេសជគុណលោកតាលោកយាយពូមីងបងប្អូនទាំងអស់ហេតុអ្វីបានជាមានឈ្មោះសម្លម្ជូរយួននៅស្រុកខ្មែរពាក្យថាសម្លម្ជូរយួនឬហៅភាសាយួនថាកិនទួក្នុងភាសាវៀតណាមត្រូវបានហៅតាមឈ្មោះប្រភពដើមនៃមុខម្ហូបនេះដែលជាសម្លម្ជូរតាមរបៀបជនជាតិវៀតណាមគឺយួនករណីបាពាក្យថាសម្លម្ជូរយួនឬហៅថាកិនជួក្នុងភាសាវៀតណាមត្រូវបានហៅតាមឈ្មោះប្រភពដើមនៃមុខម្ហូបនេះដែលជាសម្លម្ជូរតាមរបៀបជនជាតិវៀតណាមលក្ខណៈពិសេសនោះសម្លម្ជូរយួនមានទឹកថ្លារសជាតិផ្អែមឡែមជូរផ្អែមជាងសម្លម្ជូរខ្មែរជាទូទៅមិនប្រើប្រហុកឬគ្រឿងបុកខ្មែរឡើយគ្រឿងផ្សំចម្បងម្នាស់ពោតប្រាំងដើមក្តាតសណ្ដែកបណ្ដុះត្រកួនកញ្ឆែតប៉េងប៉ោះផ្សិតជាដើមសាច់និយមគឺត្រីរស់ត្រីពោត្រីប្រាត្រីស្ដោឬក្បាលត្រីត្រីក្រាញ់ត្រីផ្តុកឬត្រីអណ្ដែងអន្តង់មឹកបង្កែបង្កងបង្កែខ្លាលក្ខណៈការរំលេចក្លិននៅពេលសម្លឆ្អិនគេតែងតែបែកខ្ទឹមសបំពងជីបន្លាខ្លះហៅជីរណាឬជីវ៉ាន់ស៊ុយជីម៉អមពីលើជីនាងវងធ្វើឲ្យមានក្លិនឈ្ងុយប្លែកពីសម្លម្ជូរខ្មែរសម្លម្ជូរយួនមួយនេះមកដល់ដៃខ្មែរយើងវិញក៏បានបងអូនខ្មែរយើងកែច្នៃមកប្រើម្នាស់ត្រឡាចខ្ទឹមបារាំងប៉េងប៉ោះនិងប្រើម្ជូរអំពិលទុំករណីបាទខាងក្រោមនេះជាប្រវត្តិដើមកំណើតយ៉ាងជិតស្និទ្ធជាមួយភូមិសាស្ត្រដីសណ្ដោទន្លេមេគង្គដីកម្ពុជាក្រោមដោយកើតចេញពីការផ្លាស់ប្ដូរនិងការបន្សាំងខ្លួនផ្នែកវប្បធម៌ម្ហូបអាហាររវាងជនជាតិដែលរស់នៅក្នុងតំបន់នោះដើមកំណត់នឹងការកកើតនៃសម្លម្ជូរយួនកាលពីសម័យដើមមុនពេលមានការហូរចូលនៃជនជាតិវៀតណាមដែនដីកម្ពុជាក្រោមគឺជាដែនដីអាណាចក្រខ្មែរ
ដែលជាតំបន់ដីសណ្ដសម្បូរប្រឡាយព្រៃលិចទឹកនិងជីវៈជីវចម្រុះត្រីស្រែទន្លេនិងបន្លែទឹកសប្បុរសខ្មែរបានកើតក្បួនឆ្លសម្លម្ជូរស្រែសម្លម្ជូរទឹកដោយប្រើប្រាស់បន្លែទឹកក្នុងស្រុកផ្កាស្នោផ្កាអង្កេះដីផ្កាកំប្លោកដើមប្រលិតត្រកួននិងគ្រឿងជូរធម្មជាតិអំពិលស្វាយនិងផ្លែអំពិលជាដើមនៅពេលជនជាតិវៀតណាមបានធ្វើចំណាក់ស្រុកនិងផ្លាស់ទីមករស់នៅក្នុងដែនដីភាគខាងត្បូងនេះចាប់ពីសតវត្សទី17 18មកពួកគាត់បានរៀនសូត្រនិងទទួលឥទ្ធិពលពីទម្លាប់ហូបចុកនិងការស្លសម្លម្ជូររបស់បងអូនខ្មែរប៉ុន្តែដោយសារជនជាតិវៀតណាមមានវប្បធម៌និងការចូលចិត្តរសជាតិខុសពីខ្មែរពួកគាត់បានកែច្នៃរូបមន្តនោះឲ្យស្របទៅតាមចំណាននិងរសជាតិរបស់ជាតិសាសន៍ខ្លួនចំនួនប្រហុកដោយទឹកត្រីជនជាតិវៀតណាមមិនចេះហូបឬមិននិយមប្រើប្រហុកឡើយដូច្នេះពួកគាត់បានដកប្រហុកចេញហើយប្រើទឹកត្រីហៅថានឹកម៉ាំដើម្បីបង្កើតជាតិប្រៃនិងក្លិនជំនួសវិញថែមខ្ទឹមសបំពងនិងជាតិផ្អែមដើម្បីបិទក្លិនឆ្អាសនៃត្រីទន្លេដូចជាត្រីពោត្រីប្រាដោយគ្មានប្រហុកឬគ្រឿងបុកពួកគាត់បានបន្ថែមខ្ទឹមសបំពងរោយពីលើនិងប្រើស្ករសស្ករត្នោតច្រើនដើម្បីឲ្យមានរសជាតិផ្អែមនាំមុខជូរតាមក្រោយការលំលិចបន្លែតំបន់ក្តៅពួកគាត់បានបន្ថែមបន្លែមួយចំនួនទៀតដូចជាម្នាស់សិល្បៈផ្អែមជូរពោតបារាំងម្នាស់ពីងប៉ោះនិងជីរណាជីវ៉ាន់ស៊ុយឬជីម៉អមដែលធ្វើឲ្យទឹកសម្លមានលក្ខណៈថ្លានិងមានក្លិនខុសប្លែកពីសម្លម្ជូរខ្មែរសរុបទំនាក់ទំនងប្រវត្តិសាស្ត្រអាចនិយាយបានថាកាន់ជួរសម្លម្ជូរយួនគឺជាសម្លម្ជូរដែលបានកែច្នៃចេញពីគ្រឹះនៃសម្លម្ជូរស្រែខ្មែរនៅដែនដីកម្ពុជាក្រោមប្រភពធនធាននិងគំនិតដើមបានមកពីជីវភាពនិងភូមិសាស្ត្រធម្មជាតិដីសណ្ដទន្លេមេគង្គនៃអាណាចក្រខ្មែរការប្រើប្រាស់ត្រីទឹកសាបជាតិជូរអំពិលនិងបន្លែទឹកការអភិវឌ្ឍអត្តសញ្ញាណថ្មីជនជាតិវៀតណាមបានយកតម្រង់សម្លម្ជូរនោះមកកែច្នៃរូបមន្តតាមបែបជនជាតិខ្លួនអត់ប្រហុកប្រើទឹកត្រីថែមខ្ទឹមបំពងនិងម្នាស់រហូតคล้ายជាមុខម្ហូបតំណាងឲ្យតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាមហៅថាណាំបូដោយសប្តាហ៍ថ្ងៃប្រទេសជគុណលោកតាលោកយាយពូមីងបងប្អូននៅចាំទេដែលវីដេអូមុនខ្ញុំបានលើកឡើងមកអំពីនំចាក់អំបែងឬហៅថាបាញ់ឆែវហៅតាមខ្មែរកណ្ដាលករណីបាតនំចាក់អំបែងនៅដែនដីសណ្ដតំបន់វាលរៀបទន្លេមេគង្គភាគខាងត្បូងខ្មែរក្រោមយើងរស់នៅហើយដោយសារការហូរចូលរបស់វៀតណាមពួកគាត់ធ្វើតាមនំមួយនេះហើយក៏បានដូរឈ្មោះទៅជាបាញ់ឆែវករណីបាតបន្ទាប់មកក៏ពួកគាត់បានដូរទីតាំងនៅទៅរស់នៅឬរស់ស៊ីជាមួយខ្មែរកណ្ដាលយើងហើយក៏បាននាំមុខម្ហូបនេះទៅតាមបន្ទាប់មកក៏ខ្មែរក៏បានធ្វើតាមហើយក៏ហៅបាញ់ឆែវតាមវៀតណាមទៅវិញហើយសម្លម្ជូរនេះក៏ដូចគ្នាដែរប្រជាជនគុណលោកតាលោកយាយពូមីងបងប្អូនព្រោះថាភូមិសាស្ត្រដីសណ្ដទន្លេមេគង្គកាលពីសម័យដើមមុនពេលមានការហូរចូលនៃជនជាតិវៀតណាមដែនដីកម្ពុជាក្រោមគឺជាដែនដីអាណាចក្រខ្មែរដូច្នេះទោះបីជាសម្លម្ជូរយួនកើតចេញពីឥទ្ធិពលនៃការរស់នៅលើដែនដីដើមរបស់ខ្មែរក៏ដោយក៏ប៉ុន្តែ
វាបានវិវត្តខ្លួនទៅជាមុខម្ហូបដែលមានតម្រង់និងរសជាតិដាច់ដោយឡែកពីសម្លម្ជូរខ្មែរយ៉ាងច្បាស់លាស់ករណាប្រតិជគុណលោកតាលោកយាយពូមីងបងប្អូនកូនក្មួយទាំងអស់សូមរួបរួមការពេទឹកដីការពេសិល្បៈវប្បធម៌និងម្ហូបអាហាររបស់ខ្មែរឲ្យបានគង់វង្សពីព្រោះថាសប្តាហ៍ថ្ងៃករណាខ្ញុំបាទមើលឃើញជាទូទៅបងអូនខ្មែរយើងគឺមិនសូវខ្វល់ខ្វាយច្រើនរឿងប្រពៃណីនិងវប្បធម៌ដោយការស្លៀកពាក់ជាដើមព្រោះពួកគាត់បានគិតថាយើងខ្មែរហើយស្លៀកពាក់ឬមិនស្លៀកពាក់តាមរបៀបប្រពៃណីខ្មែរយើងក៏ជាខ្មែរដែរពេលដែលប្រទេសជិតខាងឬជាតិសាសន៍ផ្សេងគេមើលឃើញប្រពៃណីវប្បធម៌ខ្មែរល្អគេចូលចិត្តហើយស្លៀកពាក់តាមនិយាយតាមភាសាយូរទៅខ្មែរคล้ายទៅជាគេคล้ายមកជាខ្មែរធ្វើចំណាក់ស្រុកគេមកធ្វើជាម្ចាស់ស្រុកខ្មែរទៅវិញករណាបាទខ្ញុំអត់មានការប្រកាន់ជាតិសាសន៍ឬម្ហូបខ្មែរម្ហូបយួនឬម្ហូបបរទេសណានោះទេអ្វីដែលបានលើកមកនេះគឺប្រវត្តិដើមនៃដូនតាខ្មែរយើងបានសរសេរនិងកត់ត្រាទុកមកហើយខ្ញុំករណាខ្ញុំបាទក្រាន់តែជាអ្នកស្រាវជ្រាវហើយបានមើលឃើញផ្ទាល់ភ្នែកខ្លះលើកឡើងមកបកស្រាយមូលហេតុនិងដើមកំណើតនៃម្ហូបអាហារខ្មែរប្រកេនបតិជគុណក៏ដូចជាលោកតាលោកយាយពូមីងបងប្អូនយើងស្ដាប់ហើយយើងទាំងអស់គ្នាក៏ត្រូវដឹងឲ្យច្បាស់ថាអ្វីជារបស់ខ្មែរហើយអ្វីដែលហូរចូលមកពីប្រទេសជិតខាងប្រតិជគុណលោកតាលោកយាយពូមីងបងប្អូនកូនក្មួយសូមងាកមកមើលសម្លម្ជូររបស់បងប្អូនខ្មែរសុរិន្ទឬហៅថាខ្មែរលើនៅតំបន់កើតអ៊ីសាននៃប្រទេសថៃបច្ចុប្បន្នមានលក្ខណៈពិសេសប្លែកខ្លាំងតាំងពីខ្មែរកណ្ដាលនិងខ្មែរក្រោមដោយសារភូមិសាស្ត្រតំបន់ខ្ពស់រាបព្រៃភ្នំដោយភ្នំដងរែកនិងការទទួលបានឥទ្ធិពលពីវប្បធម៌រស់នៅបែបអ្នកអ៊ីសានចិត្តជូរនិងគ្រឿងផ្សំសម្គាល់មិននិយមប្រើអំពិលទុំស្ទើរតែទាំងស្រុងខុសពីខ្មែរកណ្ដាលនិងខ្មែរក្រោមដែលប្រើអំពិលទុំឬកូនម៉ែបងប្អូនខ្មែរសុរិន្ទនិយមប្រើចិត្តជូរស្រស់ពីធម្មជាតិព្រៃដូចជាស្លឹកអំពិលខ្ចីផ្លែក្រសាំងផ្លែម្កាក់ព្រៃស្លឹកត្រមងស្លឹកថ្នាំងឬស្វាយខ្ចីសម្លម្ជូរម្កាក់និងម្ជូរក្រសាំងជាសម្លអត្តសញ្ញាណដ៏ល្បីល្បាញរបស់ខ្មែរសុរិន្ទដែលគេយកផ្លែម្កាក់ព្រៃឬផ្លែក្រសាំងទៅដុតអាំងឲ្យឈ្ងុយរួចបុកយកសាច់មកឆ្លជាមួយត្រីស្រែឬសាច់សាបគ្រឿងបុកនិងការប្រើប្រាស់ប្រហុកខ្មែរសុរិន្ទប្រហុកដីគោកប្រហុកអំបិលច្រើនប៉ុន្តែប្រហុកនៅសុរិន្ទភាគច្រើនជាប្រហុកត្រីច្រាំងឬត្រីស្រែទូចផ្អាប់អំបិលខ្លាំងមានក្លិនក្រអូបប្រាំងប្លែកនិងមិនសូវមានទឹកខាប់ដូចប្រហុកបឹងទន្លេសាបឡើយគ្រឿងបុករបស់ខ្មែរសុរិន្ទនិយមបន្ថែមម្ទេសក្រហមឬម្ទេសអើបុកចូលគ្នាជាមួយគល់ស្លឹកគ្រៃរំដេងខ្ទឹមសនិងខ្ទឹមក្រហមធ្វើឲ្យទឹកសម្លមានពណ៌ក្រហមនិងរសជាតិហឹរដិតជាងសម្លម្ជូរខ្មែរកណ្ដាលនិងខ្មែរក្រោមប្រភេទបន្លែនិងសាច់បន្លែព្រៃចំការដោយសារជាតំបន់ខ្ពស់រាបសម្លម្ជូរខ្មែរសុរិន្ទមិនសូវប្រើបន្លែទឹកដូចជាផ្កាតាគៀតឬដើមប្រលិតដូចខ្មែរក្រោមឡើយគេនិយមប្រើត្រកួនស្រែលពូត្រប់ស្លឹកម្រះប្រូអមចេកនិងបំពង់ត្រកួនសាច់សាតនិយមស្លជាមួយសាច់មាន់ស្រែសាច់តែសាច់កង្កែបឆ្អឹងចំណីជ្រូកឬត្រីសែអាំងត្រីអណ្ដែងករណាបតិជគុណលោកតាលោកយាយពូមីងបងប្អូន
យើងបែរអារម្មណ៍មកដែនដីសណ្ដោតំបន់វាលរៀបទន្លេមេគង្គភ័ក្រខាងត្បូងដែលជាទឹកដីកំណើតដើមរបស់បងប្អូនខ្មែរក្រោមវប្បធម៌ម្ហូបអាហារជាពិសេសសម្លម្ជូរគឺនៅតែរក្សានៅអត្តសញ្ញាណដើមរបស់ខ្មែរយ៉ាងរឹងមាំភូមិសាស្ត្រតំបន់ដីសណ្ដោប៉ុន្តែក៏មានលក្ខណៈពិសេសប្លែកពីសម្លម្ជូរនៅកម្ពុជាបច្ចុប្បន្នស្រុកលើខ្លះដែរដោយសារភូមិសាស្ត្រតំបន់ដីសណ្ដោសម្បូរប្រឡាយទឹកហើយលិចទឹកតាមរដូវនិងការរស់នៅច្បុកច្បល់ជាមួយជនជាតិជិតខាងផងដែរប្រភេទសម្លម្ជូរប្រជាប្រិយនៅកម្ពុជាក្រោមបងប្អូនខ្មែរក្រោមនិយមស្លសម្លម្ជូរដែលប្រើប្រាស់ផលទន្លេបន្លែនិងបន្លែទឹកជាចម្បងសម្លម្ជូរត្រីកញ្ចុះត្រីក្រាញ់ត្រីផ្តុកឬត្រីអណ្ដែងលាក់ជាមួយផ្កាស្នោផ្កាតាគៀតផលិតឬត្រកួនស្រែជាសម្លម្ជូរប្រចាំរដូវទឹកឡើងរដូវទឹកលិចសម្បូរត្រីលើកនិងបន្លែទឹកសាបដោយផ្កាតាគៀតផ្កាស្នោផ្កាផលិតឬផ្កោះផ្កាយតាមវាលស្រែនិងប្រឡាយសម្លម្ជូរដើមប្រលិតត្រកួនជាមួយត្រីងៀតប្រើជាតិជូរពីអំពិលទុំឬស្វាយខ្ចីស្លជាមួយត្រីស្រែដែលអាំងឈ្ងុយរួចបេះដើមប្រលិតឬត្រកួនបោះចូលសម្លម្ជូរគ្រឿងស្ទាយខ្មែរក្រោមប្រើគ្រឿងបុកនៅតែមានស្លដូចស្រុកខ្មែរដែរដោយគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចនិងរមៀតជាមួយប្រហុកសាច់ឬប្រហុកត្រីច្រាំងចំណុចខុសគ្នារវាងសម្លម្ជូរខ្មែរកម្ពុជាក្រោមឬខ្មែរលើនិងខ្មែរកណ្ដាលរសជាតិនិងបន្លែភាពខុសគ្នានៃរសជាតិខ្មែរក្រោមនិយមយួរកូនម៉ែស្លសម្លម្ជូររសជាតិផ្អែមឡែមជែងដោយសារភូមិសាស្ត្រកម្ពុជាក្រោមជាតំបន់សម្បូរដើមដូងនិងស្រុកចំការដំណាំព្រមទាំងឥទ្ធិពលនៃការរស់នៅជិតខាងបងប្អូនខ្មែរក្រោមនិយមបន្ថែមជាតិផ្អែមស្ករត្នោតឬស្ករសក្នុងសម្លម្ជូរច្រើនជាងនៅស្រុកខ្មែរបន្តិចប៉ុន្តែនៅតែរក្សាជាតិជូរនិងក្លិនប្រហុកជាគោនិងប្រៃស្រទន់ខ្មែរក្រោមប្រើប្រហុកនិងម៉ាំដែលភាគច្រើនធ្វើពីត្រីស្រែក្នុងតំបន់ដូចជាត្រីអណ្ដែងត្រីផ្តុកត្រីកញ្ចុះជាគ្រឿងបំប៉នក្លិនយ៉ាងសំខាន់និងមិនចោលឡើយដែលនេះជាចំណុចខុសគ្នាស្រឡះពីសម្លម្ជូរយួនហៅថាកាន់ជួរបស់ជនជាតិវៀតណាមដែលមិនប្រើប្រហុកភេទខុសគ្នានៃបន្លែនិងគ្រឿងផ្សំបន្លែតំបន់ទឹកលិចនិងវាលរៀបកម្ពុជាក្រោមគេស្លម្ជូរភាគច្រើនប្រើបន្លែទឹកធម្មជាតិដូចជាផ្កាស្នោផ្កាអង្គាសដីដើមប្រលិតដើមកំប្លោកដើមកញ្ឆែតដើមគុឆាយទឹកនិងត្រកួនស្រែលាក់ការប្រើប្រាស់ដើមម្អមនិងជីរណាបងប្អូនខ្មែរក្រោមនិយមរោយម្អមជីរណាពីលើចានសម្លម្ជូរនៅពេលដួសញ៉ាំដើម្បីបន្ថែមក្លិនក្រអូបស្រស់ស្រាយដែលនៅស្រុកខ្មែរភាគច្រើនប្រើស្លឹកកញ្ឆែតស្លក្នុងឆ្នាំងឬប្រើជីវៀតណាមតែក្នុងសម្លម្ជូរយួនគ្រឿងជូរភាគច្រើនប្រើកូនម៉ែផ្លែស្ពឺអំពិលទុំស្វាយខ្ចីឬស្រុកខ្លះគេយួរទឹកបាយស្រាដែលបានដាំស្រាហើយតៅឆ្ងោម្ជូរព្រោះនៅតំបន់ដីសណ្ដោមិនសូវសម្បូររសជាតិព្រៃដូចជាស្លឹកត្រមូងស្លឹកថ្នឹងដូចនៅភូមិភាគឦសានឬតំបន់ភ្នំនៃស្រុកខ្មែរឡើយ
ការរក្សាអត្តសញ្ញាណខ្មែរតោះស្ថិតនៅការគ្រប់គ្រងផ្សេងតោះបីជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាមនិងមានការហូរចូលនៃវប្បធម៌ម្ហូបអាហារវៀតណាមយ៉ាងណាក៏ដោយក៏សម្លម្ជូររបស់បងអូនខ្មែរក្រមនៅតែមានខ្សែបន្តខណ្ឌចែកច្បាស់លាស់ពីសម្លម្ជូរយួនកាន់ជួរករណីបាតដែនដីកម្ពុជាក្រមតំបន់ដីសណ្ដទន្លេមេគង្គភ័ក្រខាងត្បូងគឺជាតំបន់ប្រវត្តិសាស្ត្រដែលជនជាតិដើមភាគតិចខ្មែរកម្ពុជាក្រមរស់នៅនិងបង្កើតអរិយធម៌កសិកម្មយ៉ាងយូរលង់ណាស់មកហើយកាលពីសតវត្សទី17មកនៅពេលដែលមានការហូរចូលនៃជនជាតិវៀតណាមការរស់នៅប្រគាកស្មើគ្នាក្នុងភូមិសាស្ត្រតែមួយបានធ្វើឲ្យកើតមានការផ្លាស់ប្ដូរនិងឆេះឥទ្ធិពលទៅវិញទៅមកលើផ្នែកវប្បធម៌អាហារប្រចាំថ្ងៃយ៉ាងច្បាស់លាស់ឥទ្ធិពលនិងការប្រែប្រួលពីវៀតណាមមកលើខ្មែរតាមរយៈការផ្លាស់ប្ដូរពាណិជ្ជកម្មនិងការរស់នៅលើលំគ្នាបងអូនខ្មែរក្រមក៏ដូចជាប្រជាជននៅស្រុកលើមួយចំនួនក៏បានទទួលយកទម្លាប់និងវិធីសាស្ត្រចំអិនខ្លះៗពីជនជាតិវៀតណាមផងដែរសរុបមកការផ្លាស់ប្ដូរវប្បធម៌អាហារនៅកម្ពុជាក្រមគឺជាទិដ្ឋភាពនៃការបន្សាំងខ្លួនតាមភូមិសាស្ត្ររស់នៅដែលធ្វើឲ្យតំបន់ដីសណ្ដទន្លេមេគង្គមានភាពសម្បូរបែបផ្នែកម្ហូបអាហារប៉ុន្តែបងប្អូនខ្មែរក្រមនៅតែអាចការពារនិងរក្សាបាននៅប្រលឹងអាហារខ្មែរយ៉ាងគង់វង្សតាំងពីដូនតាមកសម្លម្ជូរនៅកម្ពុជាក្រមគឺជាសិល្បៈការរក្សាអត្តសញ្ញាណជាតិតាមរយៈរសជាតិអាហារទោះបីជាមានការប្រើប្រាស់បន្លែស្រស់ៗក្នុងស្រុកនិងរសជាតិផ្អែមជាងស្រុកលើនិងស្រុកកណ្ដាលបន្តិចក្តីប៉ុន្តែក្លិនប្រហុកនិងរបៀបស្លតាមដូនតានៅតែជាបេះដូងនៃគ្រួសារខ្មែរក្រមជានិច្ចករណីបតិជគុណលោកតាលោកយាយពូមីងបងប្អូនជាចុងក្រោយខ្ញុំករណីខ្ញុំបាទសូមផ្ញើសារជូនបងប្អូននិងយុវជនខ្មែរជំនាន់ក្រោយដើម្បីជាត្រីវិស័យក្នុងការថែរក្សាការពារបេតិកភណ្ឌម្ហូបអាហារនិងទំនៀមទម្លាប់ប្រពៃណីខ្មែរម្ហូបអាហារមិនមែនត្រឹមតែជាអាហារសម្រន់ក្រពះតែជាប្រវត្តិសាស្ត្ររស់គ្រប់រសជាតិនៃសម្លម្ជូរគ្រឿងបុកប្រហុកឬនំប្រពៃណីគឺជាកេរមរតកដែលពុព្វបុរសបានច្នៃប្រឌិតនិងឆ្លងកាត់ការសាកល្បងរាប់រយឆ្នាំការស្គាល់និងចេះធ្វើម្ហូបដូនតាគឺជាការតភ្ជាប់ដង្ហើមវប្បធម៌ពីអតីតកាលមកបច្ចុប្បន្នកាលមិនឲ្យបាត់បង់អត្តសញ្ញាណជាតិលើឆាកអន្តរជាតិឡើយចូលរៀនសូត្រពីជើងក្រាននិងមនុស្សចាស់ក្នុងគ្រួសារក្បួនខ្នាតម្ហូបអាហារនិងទំនៀមទម្លាប់ភាគច្រើនមិនមែនកត់ត្រាក្នុងសៀវភៅទាំងអស់នោះទេតែវាស្ថិតនៅលើដៃនិងការចងចាំរបស់លោកតាលោកយាយនិងឪពុកអ្នកម្ដាយបងប្អូនគួរចំណាយពេលរៀនបុកគ្រឿងរៀនរើសបន្លែស្រុកនិងរៀនស្វែងយល់ពីប្រវត្តិព្រមទាំងបញ្ចែកទេសពិសេសដូចជាការប្រើប្រាស់ប្រហុកគ្រឿងបុកឬជាតិជូរប្រពៃណីតាមតំបន់ដូចជាគុនម៉ែក្រសាំងមកៈលៈនិងលៈប្រើប្រាស់បញ្ចែកទេសវិឡាដើម្បីកត់ត្រានិងផ្សព្វផ្សាយក្នុងសម័យ Digital បងប្អូនមានឧបករណ៍ទំនើបក្នុងដៃបងប្អូនអាចជួយកត់ត្រារូបមន្តអាហារបុរាណថតវីដេអូពីវិធីធ្វើឬសរសេរប្រវត្តិ
រឿងរ៉ាវនៅតាមភូមិស្រុកមិនថានៅស្រុកកម្ពុជាកណ្ដាលដែនដីកម្ពុជាក្រោមឬតំបន់ខ្មែរសុរិន្ទនោះទេដើម្បីបន្សល់ទុកជាឯកសារនិងចែករំលែកទៅកាន់ពិភពលោកទី4បើចាត់ទលឿយយួរភេទសម្បូរបែបនិងផ្ដល់តម្លៃលើការច្នៃប្រឌិតតាមតំបន់វប្បធម៌ខ្មែរមានភាពទូលំទូលាយការយល់ដឹងនិងផ្ដល់តម្លៃលើភាពខុសគ្នានៃការរស់នៅបន្លែបង្កែនិងវិធីធ្វើសម្លអាហាររវាងខ្មែរកណ្ដាលខ្មែរក្រោមនិងខ្មែរសុរិន្ទគឺជាការស្ដែងចេញនៅកម្លាំងសាមគ្គីភាពនិងភាពរឹងមាំនៃអរិយធម៌ខ្មែរការរក្សាវប្បធម៌មិនមែនជាការតបស្កាត់ការវិវត្តនោះទេប៉ុន្តែជាការឈួរលើឫសគល់ដករឹងមាំមួយមុននឹងឈានទៅទទួលយកអ្វីដែលថ្មីពីប្រភពខាងក្រៅជាចុងក្រោយទោះបីជាស្ថានភាពភូមិសាស្ត្រនិងប្រវត្តិសាស្ត្របានខណ្ឌចែកទីកន្លែងរស់នៅឬធ្វើឲ្យទម្លាប់នៃការរស់នៅនិងការហូបចុកមានលក្ខណៈខុសគ្នាបន្តិចបន្តួចយ៉ាងណាក៏ដោយក៏ឈាមជ័រភាសានិងវប្បធម៌ខ្មែរនៅតែជាខ្សែចំណងមេត្រីភេទដករឹងមាំដែលភ្ជាប់បេះដូងរបស់បងប្អូនទាំងអស់គ្នាឲ្យនៅតែជាគ្រួសារតែមួយជានិច្ចខ្ញុំបកករណាខ្ញុំបាទលើកយកសម្លម្ជូរប្រពៃណីខ្មែរតាមតំបន់ខុសៗគ្នាតែប៉ុណ្នេះក្នុងការរៀបរាប់មានអ្វីខុសត្រង់ចំណុចណាមួយសូមប្រតិជគុណក៏ដូចជាលោកតាលោកយាយពូមីងបងប្អូនយើងទាំងតែអភិទោសឲ្យខ្ញុំបកករណាខ្ញុំផងបាទខ្ញុំបកករណាខ្ញុំបាទសូមថ្វាយបង្គំលានិងជម្រាបលា